យោធាថៃគេអះអាងថាទាហានថៃឈរជើងលើកំពូលភ្នំទ្រាប់និងទប់មិនឲ្យទាហានខ្មែរឡើងលើជណ្ដើរនេះឡើងទេបងប្អូនថ្ងៃនេះទាហានថៃបង្ហោះរូបថតច្រើនសន្លឹកទៀតហើយមានទាំងអាចដាលដែលគេបំផ្លាញខ្ទេចខ្ទីអស់អាចដាលឡើងទៅភ្នំទ្រាប់ដែលទាហានខ្មែរធ្លាប់ឡើងនៅអាខ្សែរ៉តដើម្បីដាក់មានកត្រកមួយដើម្បីឡើងទៅលើភ្នំទ្រាប់ដាច់ខ្ទេចខ្ទីអស់ហ្នឹងគឺគេថតឲ្យមើលហើយឧត្តមសេនីយ៍ឯកចក្រិតខូវីរ៉ាំងលោកឧត្តមសេនីយ៍ឯកចក្រិតខូវីរ៉ាំងហ្នឹងគឺជាតំណាងឲ្យយោធាថៃហ្នឹងគាត់ទៅអង្គុយលើភ្នំទ្រាប់ហ្នឹងគាត់និយាយចេះគាត់ថាសប្តាហ៍នេះគឺយើងបានជោគជ័យគ្រប់គ្រងដែនអធិបតេយ្យថៃហើយដណ្ដើមដីពីកម្ពុជាដែលធ្លាប់គ្រប់គ្រងលើដែនអធិបតេយ្យរបស់ថៃតាំងពីឆ្នាំ2000អឺ2000 8មកគេគ្រប់គ្រងបានទីតាំងលើភ្នំទ្រាប់ដែលមានមូលដ្ឋានចំណុចមូលដ្ឋានទ័ពនោះ20កន្លែងជាងឯណា24កន្លែងនោះតែខ្មែរយើងថាយើងគ្រប់គ្រងហើយឥឡូវគេថតរូបនឹងមកឲ្យយើងមើលហើយគេប្រាប់ទៀតថាគេនឹងទីកាងការពារកន្លែងនេះមិនឲ្យខ្មែរយើងទៅវាយយកមកវិញទេព្រោះគេដណ្ដើមបានជាដែនអធិបតេយ្យគេអានេះហើយដែលខ្មែរយើងថាភ្នំទ្រាប់ជាកម្មសិទ្ធិរបស់យើង100%យើងអត់មានបាត់ទៅណាហ្នឹងតែយើងអត់ដែលមានរូបថតមកសន្លឹកទេគេមានរហូតគេមានតាំងអាកន្លែងខ្ទេចខ្ទីអស់ហ្នឹងយើងមានតាំង2023គេមានអា2025ហើយថ្ងៃទី24ខែតុលាហ្នឹងទៀតតែយើងអត់ទេហើយបើអ្នកសារព័ត៌មានយើងដែលប៉កែហ្នឹងគឺអត់ដែលបានទៅដល់នឹងម្ដងទេបាទស្រែកតែពីក្នុងពីងក្នុងណែស្អីគេឆ្នាំងដីហ្នឹង